នេះទេសភាពមាត់ព្រៃកពតឥឡូវគឺកំពុងរៀបចំឆាកដើម្បីទទួលថ្នាក់ដឹកនាំហើយស្អែកហើយនេះអ្នកទេសចរអ្នកកំសាន្តពេលល្ងាចពេលរាត្រីជាទេសភាពស្អាតគួរជាទីគយគន់កំសាន្តពេលកាត់ stress កាត់អីមកអាចកំសាន្តបាននៅមាត់ព្រៃកពតឆ្នេរខ្សាច់ថ្មីfriend ជួយ subscribe វីដេអូថ្មីនេះឲ្យម្នាក់មួយផងដើម្បីបានអាប់ដេតវីដេអូថ្មីបន្តទៀតឲ្យមើលនិងទស្សនានៅខេត្តកពតយើងទេសភាពស្អាតហើយមានកន្លែងលក់ដូរបោះជាស្តង់ជាសាជីស្អាតណាស់នោះអ្នកមានគូមានអី special អីអាចមកកំសាន្តនៅទីនេះបាន sweet ហ្មងនោះស្ពានចាស់បេះដូងសាងស្នេហ៍រំលេចទៅដោយភ្លើងទេសភាពពេលរាត្រីរីឯកន្លែងទៅមើលដៃគូកំសាន្តនៅមាត់ឆ្នេរខ្សាច់ហើយនឹងស្ពានថ្មីនោះស្ពានថ្មីហើយនេះគេទៅកាសាងសង់បាត់ដៃព្រះយូឡាយមិនទាន់លេចចេញជារូបរាងទេទើបតែបាន30% នេះវេទិកាឆាកទទួលថ្នាក់ដឹកនាំស្អែកកំសាន្តមាត់ឆ្នេរខ្សាច់កពតសង្ឃឹម friend ជួយ subscribe ឲ្យម្នាក់មួយផងដើម្បីបានវីដេអូល្អថ្មីមើលទៀតនៅទេសភាពខេត្តកពតជាសម្រាប់អ្នកដែលកំសាន្ត stressរីឯមើលទឹកវិញឡើងខៀវឡើងថ្លាឆ្វង់តែម្ដងឡើងថ្លាឆ្វង់គួរឲ្យចង់ងូតលេងកំសាន្តទឹកមិនចេះតែថាមើលឃើញដីកន្លែងលក់ដូរជាសាជីសម្រាប់អង្គុយជាគូជាលក្ខណៈ partner special ហើយមកអង្គុយឈើញ៉ាំអីនៅទីនេះបានឆ្ងាញ់ហើយមើលទេសភាពស្ពានចាស់មើលទៅត្រជាក់ភ្នែកតែម្ដងស្អាតនោះត្រើយមកខាងទៀតមានខុនដូមានហូតែលមាន home stay ផ្ទះលំហែអីគួរទីស្នាក់នៅគយគុណមាត់ទឹក នោះមកដៃគូគេនោះ sweet កំពុងតែ
sweet ហ្មងនឹងអរគុណ friend ជួយ subscribe ឲ្យម្នាក់មួយផងដើម្បីបានវីដេអូល្អៗទេសភាពថ្មីៗនឹងតិចផ្នែកខេត្តកំពតតទៀតនឹងអរគុណច្រើន